มจุดปุ๊บว่าสัตว์เชิงในกลายในแต้มดองบ่าไอ้แต่ก็ได้รวมเพิ่มดีๆนะบ่าสำหรับผู้กวาดนั้นถ้ามาเคยวัดตะมีระบบพระองค์ให้สมเด็จสมใจสมสนางสไลสุดได้สาธุเมียนใจต่างออกนี้บ่าให้แบบชิยิมทอดใจจุนพวกไม้พวกนักเทศสำหรับศาสนาเราท่านเป็นเต้นสำหรับไงปรำใบมีเดียบ่าปรำใบมีเดียสบายเชิญมาดอยยุ้ยนะบานจูจันมอจางโฮให้บ่าบันตรำแต่ดักนอมในแกถาโบชีนั่นคือก็สง่ายสานังบ่าวัดจันทร์ปัจจุตนารามประเทศเคยหาลานบ่าโจมอจานโฮให้សូមពុកម៉ែបងប្អូនជួយចុច Subscribe រួចដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗមុនគេក៏ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះពិតជាពិសេសមែនទែនបាទមកដល់វត្តចេនបច្ចុប្បន្នារាមនៅថ្ងៃ8មីនាបាទចំថ្ងៃអាទិត្យបាទថ្ងៃអាទិត្យទី8ខែមីនាឆ្នាំ2025ហើយនេះគឺជាទស្សនវិជ្ជាដ៏ពិសេសពិសាលនៃញោមពុទ្ធបរិស័ទដែលជើញមកពីទីចិត្តទីឆ្ងាយបានជួយមកចូលរួមយ៉ាងច្រើនកុះកបាទហើយខ្ញុំធ្វើដំណើរចេញពីទីតាំងខាងមុខនេះដើម្បីផ្តិតទស្សនវិជ្ជាយ៉ាងពិសេសចែកជូនពុកម៉ែបងប្អូនអ្នកគ្នាសម្រាប់ទស្សនានេះគឺរថយន្តក៏រថយន្តហើយពុទ្ធបរិស័ទយើងក៏មកច្រើនកុះកណាបាទហើយចាំមើលខ្ញុំនឹងព្យាយាមថតចែកជូនពុកម៉ែបងប្អូនអ្នកគ្នាសម្រាប់ទស្សនារហូតដល់ខាងក្នុងតែម្ដងក៏ប៉ុន្តែអាចមកទស្សនានៅខាងមុខអំពីរថយន្តដែលកំពុងតែធ្វើដំណើរយ៉ាងកក្រឹកកក្រែងហើយចូលមកដល់កាន់រាមឋានវត្តសុទ្ធនេះតែម្ដងឥឡូវពុកម៉ែបងប្អូនអាចទស្សនានៅកន្លែងលើស្ពានខាងមុខនេះបាទនេះគឺជារថយន្តកំពុងតែមកបន្តបាទបដាហើយបាទចេញចូលគឺច្រើនមែនទែនសម្រាប់ថ្ងៃ8មីនាបាទ8មីនាហើយចាំមើលខ្ញុំនឹងចាក់សួរលោកយាយខ្លះតែអញ្ជើញមកដល់ទីតាំងនេះបាទអូគោរពជំរាបសួរបាទលោកយាយទាំងអស់គ្នាបាទហើយមកអង្គុយចាំកន្លែងប្រឡប់ល្អនេះប្រឡប់អញ្ជើញមកដល់យូរនៅអ្នកម្ដាយទាំងអស់គ្នាសុខសប្បាយហើយអញ្ជើញមកដល់យូរឯណាបានជួបព្រះអង្គទៀតហើយចាំមិនអត់អង្គុយចាំនៅខាងក្នុងមកអង្គុយនៅខាងក្រៅនេះបាទអញ្ជើញទៅពោធិ៍សាត់វិញបាទនេះសុទ្ធតែអ្នកពោធិ៍សាត់ទាំងអស់គ្នាបាទហើយអញ្ជើញមកតាំងពីស្មើម៉ានដឹងធម្មជាតិបាទនៅខាងណានៅខាងណាមិនដែរនៅខាងណាខាងលិចពេញអត់ដឹងដែរអត់ស្គាល់ដែរនេះនៅកំពង់ឆ្នាំងនេះដែរបាទចាំបានអត់ស្គាល់ហើយថ្ងៃនេះឃើញមកមានពុទ្ធបរិស័ទយើងមកច្រើនអត់ច្រើនបាទហើយព្រះអង្គបានប្រោះព្រំជូនដែរសត្វតឡានក្រុងបាទចឹងចេញចូលបាទចឹងមិនថាអ្នកអំពេញអ្នកពោធិ៍សាត់អីទេឲ្យតែបានមកជួបចេញចូលបាទឥឡូវនេះកំពុងតែចូលមកទៀតនេះឡាននិយាយទៅបាទឡាននេះអត់ដាច់សូណាមករហូតបាទបាទចឹងឥឡូវនៅចាំគ្នាទៀតឯណាម្ដាយមិនអត់ចេញមកអស់នៅដើរលេងបែកគ្នានេះមកបដាអូយូរនៃដណ្ដងច្រើនណាស់នេះបាទមានបាយក្តាំងមានក្រួចអាំងបាទអរគុណច្រើនមេម្ដាយបាទសុខសប្បាយទាំងអស់គ្នាបាទដោយសារតែការរៀបរាប់នៅថ្ងៃនេះគឺពុទ្ធបរិស័ទយើងមកច្រើនមែនទែនដូច្នេះខ្ញុំនឹងធ្វើដំណើរទៅខាងក្នុងបន្ថែមទៀតដើម្បីផ្តិតទស្សនវិជ្ជាបាទថ្មីចែកជូនពុកម៉ែបងប្អូនអ្នកគ្នាបាទថាតាខាងក្នុងច្រើនប៉ុណ្ណាឥឡូវបាទខាងនេះមានម្លប់នេះបាទម្លប់ដើមនេះគឺតិចចំល្អណាស់បាទហើយនោះគឺកំពុងតែចេញមកបន្តហើយពុកម៉ែបងប្អូនអ្នកគ្នាបាទច្រើនមែនទែនហើយដោយសារតែដូចលោកយាយគាត់បានជម្រាបជូនបាញ់មិញនេះតកតងទៅនឹងការមកលេងមកទស្សនាវត្តសុទ្ធហើយបានជួបព្រះអង្គហ្នឹងមិនដែរណាបាទជួបឥឡូវចេញទៅវិញនេះបាទឃើញមកបន្តហូរហែបាទប្រងព្រាតតែម្ដងហើយបាទខ្ញុំនឹងធ្វើដំណើរទៅក្នុងបន្ថែមទៀតបាទនេះបាទក្មេងចាស់ប្រុសស្រីមកជុំគ្នាអស់ហើយបាទឥឡូវមើលខាងក្នុងសត្វតឡានបាទ
ឥឡូវយើងឃើញថាខាងក្នុងនេះគឺតម្រង់ជួរសុទ្ធតែរថយន្តកំពុងតែចាំជាមួយនឹងបងប្អូនមិត្តភ័ក្តិសាច់ញាតិបាទមានរថយន្តទេសចររថយន្តគ្រួសារបាទច្រើនមែនទែនបងប្អូនអ្នកគ្នាបាទរហូតមកតម្រៀបនៅខាងមុខនេះហើយបាទអញ្ចឹងពិតជាប្លែកមែនទែនអញ្ជើញទៅវិញលោកតាណាបាទអូនេះបាទចេញទៅបន្តហូរហែប្រដាក់គ្នាតែម្ដងបាទកុំថាតែពុទ្ធបរិស័ទយើងសំបីតែរថយន្តបាទកំពុងតែតម្រៀបចាំនៅខាងមុខនេះដូចបាញ់មិញបានជួបជាមួយនឹងលោកជ័យបាទមកក្រុមគឺគាត់មកជុំគ្នាតែម្ដងខាងខេត្តពោធិ៍សាត់បាទខាងខេត្តពោធិ៍សាត់ហើយខាងក្នុងមិនដឹងថាអញ្ជើញមកពីខាងណាខាងណីខ្លះទៀតទេបាទប្រហែលជាជុំវិញនៃព្រះរាជាណាចក្រកម្ពុជារបស់យើងបាទអញ្ជើញមកអត់មានដាច់សូរទេសម្រាប់ការមកលេងមកទស្សនាបាទនេះគឺជារថយន្តបាទអញ្ជើញចេញមកយ៉ាងហូរហែបាទដោយលោកយាយជំរាបជូនមិញគាត់ថាបានជួបជាមួយនឹងព្រះអង្គហើយបានបន្តចេញមកបន្តគ្នាបាទបើសិនជាមកឲ្យមិនបានជួបទេក៏នៅបន្តនៃការរងចាំអូនេះបាទសរយន្តក្រុងធំមែនទែនបងប្អូនបាទធំមែនទែនបាទនេះបាទលេខសៀមរាបបាទអូប្រហែលជាឆ្ងាយហើយបាទឆ្ងាយទៅអញ្ជើញមកដល់ជួនកាលអញ្ជើញមកពីកន្លែងផ្សេងបាទអាចថាវត្តសុទ្ធនេះគឺកន្លែងបង្ហើយនៃដំណើរទេសចរឬក៏ដំណើរកំសាន្តសម្រាប់ពួកគាត់ណាបាទទៅដើរលេងនៅតំបន់នេះតំបន់នោះកន្លែងនេះកន្លែងនោះចប់សពគ្រប់ហើយមកបង្ហើយបាទបង្ហើយជើងនៅវត្តសុទ្ធបាទជាទីតាំងរមណីយដ្ឋានវត្តស្រស់ស្អាតហើយមានភាពល្បីល្បាញជាទីបំផុតសម្រាប់ខេត្តកំពង់ឆ្នាំងមួយនេះគឺមានវត្តសុទ្ធនេះហើយគេហៅថាជាមោទនភាពដ៏ពិសេសសម្រាប់ពុកម៉ែបងប្អូននៅក្នុងខេត្តកំពង់ឆ្នាំងក៏ដូចជាព្រះរាជាណាចក្រកម្ពុជាដែរបាទដោយសារមានការដឹកនាំរៀបចំផ្ទាល់ដោយព្រះអង្គគ្រូធម្មវេបិសីបណ្ឌិតចន្ទមនីបាទគឺព្រះអង្គបានដឹកនាំមិនត្រឹមតែដឹកនាំផ្នែកគេហៅថាពុទ្ធចក្រទេសម្បីតែណាចក្រក៏ព្រះអង្គបានដឹកនាំជួយកសាងដូចជាសាលារៀនបាទមន្ទីរពេទ្យមានជួយផ្នែកសម្ភារៈសិក្សាជាពិសេសជួយដល់ជនពិសេសបាទគឺព្រះអង្គតែងតែជួយគ្រប់គ្រងនៅសង្គមក៏ដូចជាខាងពុទ្ធសាសនានឹងបាទណាចក្រនេះផងដែរហើយក្រៅពីនេះយើងឃើញផ្នែកពុទ្ធសាសនានៅក្នុងវត្តបាទសុទ្ធនេះបាទល្បីរន្ទឺទូទាំងព្រះរាជាណាចក្រកម្ពុជាក៏ដូចជាទូទាំងបាទបណ្ដាប្រទេសដទៃទៀតដែលមានពុកម៉ែបងប្អូនដែលជាជនជាតិខ្មែរស្រឡាញ់ជឿជាក់ទៅលើព្រះពុទ្ធសាសនាជឿជាក់បាទនៃការគោរពបូជានោះគឺក៏ស្ងើចសរសើរនឹងបាទស្នាប្រហោះរបស់បាទព្រះអង្គគ្រូធម្មវេវិស័យនោះផងដែរហើយនេះគឺជាសកម្មភាពបាទចេញចូលបន្តហូរហែបាទសំបីតែរថយន្តអគ្គិសនីវិញគឺគ្មានពេលទំនេរទេសម្រាប់ថ្ងៃនេះគឺមានការដឹកបាទជាញោមពុទ្ធបរិស័ទយើងគ្រប់ទីតាំងគ្រប់មជ្ឈដ្ឋានដើម្បីទៅទស្សនានៅទីតាំងខាងក្នុងទីតាំងកសាងដែលមាននៅក្នុងទឹកដីបាទបរិវេណអារាមដ្ឋានវត្តចន្ទបច្ចុប្បន្នារាមបាទថ្ងៃនេះខ្ញុំពិតជារំភើបមែនទែនពុកម៉ែបងប្អូនអ្នកគ្នាដែលបានមកហើយបានជួបជាមួយនឹងបាទពុកម៉ែបងប្អូនព្រមទាំងឃើញវត្តមានបាទលោកពុកអ្នកម្ដាយលោកយាយលោកតាពុទ្ធបរិស័ទយើងអញ្ជើញមកពីគ្រប់ទិសទីគ្រប់មជ្ឈដ្ឋានបានផ្ដល់កិត្តិយសក៏ដូចជាមកបំពេញបុណ្យបំពេញកុសលក៏ដូចជាការធ្វើដំណើរកំសាន្តអីមកហោហែនេះបាទនេះគឺជាក្តីរំភើបសម្រាប់ខ្ញុំបាទផងដែរហើយខ្ញុំមកក៏រីជាមួយនឹងទស្សនវិជ្ជាមួយនេះផងដែរបាទហើយពីព្រោះថាយើងមកគ្នាច្រើនគឺសប្បាយបាទសប្បាយមែនតើទីមួយគឺយើងចំណេញបាទចំណេញការកំសាន្តនឹងតែម្ដងបានជួបជុំជាមួយនឹងមិត្តភ័ក្តិបងប្អូនបាទជួលឡានមកលេងមួយក្រុមមួយឡានអញ្ចឹងទៅហើយទីពីរគឺយើងបានធ្វើបុណ្យធ្វើទានផងដែរបាទហើយដោយសារតែវត្តធ្វើច្រើនកន្លែងបាទធ្វើច្រើនកន្លែងមានការរៀបចំនឹងស្អាតដូច្នេះហើយពុទ្ធបរិស័ទយើងគាត់តែងតែចង់មកលេងបាទច្រើនបាទថ្ងៃនេះមនុស្សច្រើនទេបងណាច្រើនបាទអូព្រះអង្គបានបកម៉ានសាហើយប្រុសព្រំមួយសាពីរជុំព្រះបាទច្រើនមែនទែនចឹងនេះគឺបងសំសុកផ្ទាល់បាទមើលបាទគាត់ឃើញឡានមកចង់វិលមុខហ្នឹងបងប្អូនគ្នាបាទចេញចូលអូនេះឥឡូវយើងឃើញថានៅអង្គុយរងចាំបន្តទៀតហើយដោយសារតែរងចាំនៅខាងក្នុងបន្តទៀតហើយដោយសារតែមិញនេះគឺ
បងប្រុសក៏រៀបរាប់ថាបក2ជុំហើយបាទដោយសារតែមនុស្សច្រើនណាពុទ្ធបរិស័ទយើងច្រើនអញ្ចឹងបក2ជុំហ្នឹងគឺមួយជុំមនុស្សនៅសងខាងផ្លូវច្រើនមែនទែនបាទតិចទៀតឲ្យដាក់កន្លែងនេះហាមចតទេដាក់đâyហាមចតដើម្បីកុំឲ្យតកង់បាទរថយន្តគាត់មកដល់ចតនៅទីនេះពេលខ្លះគឺតកង់គាត់មិនដែលបានមកអញ្ចឹងទៅអត់សូវដឹងហើយចំពោះអ្នកដែលអញ្ជើញមកជាញឹកញាប់រឿយនោះគឺងាយស្រួលទេបាទអាចថាបង្ហោះទៅខាងក្រោយដាក់ពុទ្ធបរិស័ទយើងចុះហើយបានធ្វើដំណើរកំសាន្តនៅជុំវិញនេះបាទអូណែនម្ដងនេះបាទសម្រាប់រថយន្តអគ្គិសនីពុកម៉ែបងប្អូនគ្នាបាទហើយនេះក៏មិនផ្លេចផងដែរក៏តែងតែឃើញនៅការមកថត pre wedding នៅក្នុងវត្តសុទ្ធបាទសម្បូរមែនតើបាទពីមួយរោងទៅមួយរោងនេះគឺសម្បូរណាស់បាទច្រើនណាស់សម្រាប់គូស្វាមីភរិយាដែលទើបតែរៀបការថ្មីមិនទើបរៀបការបាទត្រៀមនឹងរៀបការគឺមកថត pre wedding នៅទីនេះបាទឃើញច្រើនគូឯងខ្ញុំមកថតបាទជារឿយៗនេះគឺឃើញបាទហើយនៅក្នុងវត្តនេះដោយសារតែមានភាពទាក់ទាញស្អាតបាតអញ្ចឹងកន្លែងនីមួយទទួលបានបាទថាភាពស្រឡះល្អណាបាទស្រឡះល្អអញ្ចឹងហើយគឺគាត់រីករាយនឹងបាទមកថតនៅទីតាំងមួយនេះបាទហើយក៏ជាមោទនភាពដែរសម្រាប់វត្តបាទអញ្ចឹងកន្លែងស្អាតទទួលបានមនុស្សច្រើនណាបាទថ្ងៃនេះខ្ញុំធ្វើដំណើរទៅកន្លែងនេះមួយទៀតពុកម៉ែមុនគ្នាបាទជាទីតាំងកន្លែងផ្សារណាគៀកផ្សារក៏ដូចជាផ្លូវចូលបាទយើងមើលទៅដោយសារតែពុទ្ធបរិស័ទយើងច្រើនមកហូរហែបន្តតែម្ដងនេះអូមកច្រើនណាស់បាទច្រើនមែនតើនេះពេញរថយន្តអគ្គិសនីបាទនិយាយទៅគឺរថយន្តដឹកចេញដឹកចូលបលជុំទៅវិញទៅមកណាបាទនេះខាងក្នុងខាងក្រៅឥឡូវកំពុងតែប្រមូលគ្នាបាទចេញពីកន្លែងនេះដើម្បីទៅទីតាំងកោះបាទទីតាំងកោះនេះប្រកាសជាមនុស្សច្រើនហើយដោយសារតែថ្ងៃនេះយើងឃើញថាឡានបាទចូលមកច្រើនហូរហែនេះអូមកដល់នេះពេញព្រៀបអានេះមនុស្សច្រើនណាពូណាច្រើនបាទទៅពីព្រឹកខ្លះផងនេះអូទៅពីព្រឹកខ្លះណាបាទម៉ោង10ហ្នឹងទៅច្រើនហើយបាទឥឡូវរហូតដល់មកដល់ខ្លោងទ្វារមេត្រីទេវាបាទផ្លូវនេះគឺចេញចូលមមាញឹកខ្លាំងមែនតើណាបាទដោយសារតែខាងនេះគឺចេញមកពីកន្លែងទីតាំងសម្ចតរថយន្តបាទនៅខាងក្រោយហើយក៏ធ្វើដំណើរមកចូលនៅខ្លោងទ្វារមួយនេះហើយដោយសារដឹកវិញនេះក៏មានវត្តមានរបស់ព្រះអង្គប្រោះព្រំជូនបាទច្រើនលើកច្រើនសារបាទហើយដោយសារមានពុទ្ធបរិស័ទជាច្រើនគាត់មកដូច្នេះហើយគាត់ចេញទៅវិញបាទចេញទៅវិញបដាបន្តគ្នាបាទនេះមកមុនគឺទៅមុនទៅបាទហើយមិនទាន់បានជួបនៅបន្តនៅដើរលេងកំសាន្តតទៀតបាទឡើយចេញទៅវិញណែននេះបាទមករថយន្តណែនវិញហ្នឹងបាទបាទមកមានញឹកមែនតើនោះមកមុនគេបាទហើយនិយាយទៅរថយន្តចូលមកទៀតចូលមកបន្តទៀតបាំងខ្មៅមុខអស់បាទឥឡូវនេះថតដោយសារតែចង់ឃើញនៅកន្លែងនេះខ្លោងទ្វារមួយនេះបាទខ្លោងទ្វារមួយនេះគឺស្អាតបាទបាទឥឡូវនេះឃើញលោកយាយគាត់មកទៀតហើយបាទចូលមកធ្វើដំណើរមកដៃយូរអីវ៉ាន់ពេញហ្នឹងតែម្ដងបាទទឹកប្រេងកាឡាមានធូបមានអីចឹងទៅដើម្បីឲ្យព្រះអង្គប្រសិទ្ធិប្រោះព្រំចែកជូនពុទ្ធបរិស័ទយើងហើយបាទមិនយូរទៀតព្រះអង្គនឹងមកប្រោះព្រំជូនពុទ្ធបរិស័ទយើងបន្តទៀតហើយបាទនេះដោយសារតែពុទ្ធបរិស័ទច្រើនបែបនេះអង្គរៈអូមកហើយអូអញ្ចឹងត្រៀមបាទអាចថាត្រៀមនឹងការប្រោះព្រំទៀតអញ្ចឹងបាទនេះពុកម៉ែបងប្អូនអរគ្នាដែលបានទស្សនានៅថ្ងៃនេះគឺខ្ញុំមកផ្តិតបាទទស្សនវិជ្ជាមួយនេះបាទគឺប្លែកមែនតើច្រើនសម្រាប់ពុទ្ធបរិស័ទយើងហើយសម្រាប់លោកយាយលោកតាពុទ្ធបរិស័ទដែលមិនបានមកក៏អាចមកទស្សនានៅក្នុងវីដេអូមួយនេះផងដែរដែលខ្ញុំផ្តិតចែកជូនបាទហើយពីចម្ងាយនេះហើយមិនថាមានតែប្រសក់ទេសូម្បីតែប្រសង់ក៏និមន្តមកលេងច្រើនបាទគួរសមដែរបាទអាចថាប្រសង់ពីខ្លះដឹកនាំនៅពុទ្ធបរិស័ទលោកយាយលោកតាពុទ្ធបរិស័ទយើងមកលេងនៅតំបន់ទីតាំងទេសចរណាមួយអញ្ចឹងទៅហើយចុងក្រោយគឺមកបង្ហើយ
នៅដំណើរកំសាន្តមួយនេះនៅក្នុងវត្តសតបាទហើយដើរលេងថ្ងៃនេះគឺច្រើនមែនទែនពុកម៉ែមកគេបាទច្រើនមែនទែនបាទគ្រប់ទីតាំងគ្រប់កន្លែងទាំងអស់កន្លែងតិចទៅជុំកន្លែងអង្គុយលេងឃើញដើរបាទច្រើនហូរហែតែម្ដងនេះបាទអូនេះគឺឃើញសត្វកង្កោកបាទសត្វកង្កោកអីសត្វមនុស្សសត្វកង្កោកវាច្រើនមែនទែនបាទហូរហែនេះបាទពិតជាពិសេសពិសាលនិងប្រសើរមែនទែនសម្រាប់ថ្ងៃនេះអរគុណណាស់ពុកម៉ែបងប្អូនអរគ្នាសម្រាប់ការតាមដាននិងទស្សនាជាមួយខ្ញុំបាទនៅក្នុងវីដេអូមួយនេះហើយខ្ញុំនឹងបន្តផ្តិតទស្សនភាពថ្មីបន្ថែមទៀតចែកជូនពុកម៉ែបងប្អូនអរគ្នាសម្រាប់ទស្សនាអរគុណក្រុមលា